បញ្យលអត្ថន័យ clear បារាំង avoir du mal à avaler ជាភាសាខ្មែរន័យត្រង់របស់ clear នេះគឺមានភាពពិបាកនៅក្នុងការលេបចំណុចអនិធិរបស់វាវិញយើងប្រើវាដើម្បីមានន័យថាយើងមានភាពពិបាកនៅក្នុងការទទួលយកទទួលស្គាល់ឬក៏ជឿនៅព័ត៌មានអ្វីមួយឬក៏ការពិតអ្វីមួយដែលជាធម្មតាវាទាក់ទងនឹងផ្លូវចិត្តឬក៏ផ្លូវអារម្មណ៍របស់យើងហើយរឿងទាំងនោះព័ត៌មានឬក៏ការពិតនោះអាចជារឿងដែលមិនគួរជាទីពេញចិត្តរឿងដែលប៉ះពាល់ផ្លូវចិត្តរឿងដែលផ្ទុយពីការរំពឹងគិតរបស់យើងឬក៏ជារឿងដែលគួរភ្ញាក់ផ្អើលឬក៏តក់ស្លុតហើយយើងប្រើ clear ថា avoir du mal à avaler នេះដើម្បីប្រៀបធៀបទៅនឹងការលេបថ្នាំមួយដែលធំឬក៏ដែលវិញដែលពេលយើងលេបទៅវាពិបាកលេបមែនទេហើយវាសំដៅលើការភាពពិបាកនៃការដំណើរការនៃថ្នាំនោះចូលទៅក្នុងករបស់យើងឬក៏ភាពពិបាកដែលយើងមានពេលលេបវាឧទាហរណ៍ j'ai du mal à avaler qu'il m'ait trahi après toutes ces années មានន័យថាខ្ញុំមានភាពពិបាកនៅក្នុងការទទួលយកការដែលគាត់បានគាត់ខ្ញុំបន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំទាំងនេះនៅក្នុងប្រយោគនេះអ្នកដែលនិយាយនឹងអាចនឹងចង់មានន័យថាបន្ទាប់ពីការបានរំសក់រំទុកជាមួយគ្នាមិនគោលណាគាត់បានក្បត់ខ្ញុំនោះទេបន្ទាប់ពីយើងប្រើ clear j'ai du mal à avaler ហើយយើងចង់ភ្ជាប់ clear រណបមួយបន្ទាប់ពីវាយើងត្រូវប្រើពាក្យគឺហើយ clear រណបដែលនៅក្រោយពាក្យថាគឺនឹងត្រូវតែស្ថិតនៅក្នុងទម្រង់ subjunctive ដោយក្នុងប្រយោគមិញយើងថា j'ai du mal à avaler clear នេះគឺជា clear ដែលបង្ហាញពីអារម្មណ៍ទើសទាល់ឬក៏អារម្មណ៍បដិសេធឬអារម្មណ៍បែប negative ថាយើងមិនចង់ទទួលយកអ្វីមួយដូច្នេះអ្វីដែលនៅពីក្រោយវាគួរតែជាត្រូវតែជា subjunctive ប៉ុន្តែយើងអាចប្រើជានាមនៅពីក្រោយ clear j'ai du mal à avaler ផងដែរឧទាហរណ៍ après tant d'efforts il a eu du mal à avaler son échec à l'examen មានន័យថាបន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនគាត់មានភាពពិបាកក្នុងការទទួលយកឬក៏ទទួលស្គាល់ការបរាជ័យការប្រឡងរបស់គាត់ប្រយោគនេះចង់និយាយថាអ្នកប្រុសនឹងគាត់មានភាពពិបាកមែនទែនក្នុងការជឿឬក៏ទទួលយករឿងហ្នឹងដោយសារគាត់ខំប្រឹងប្រែងខ្លាំងមិនគួរណាគាត់ត្រូវប្រឡងធ្លាក់អញ្ចឹងទៅព័ត៌មានដែលគាត់ប្រឡងធ្លាក់ហ្នឹងគឺជារឿងដែលគួរភ្ញាក់ផ្អើលសម្រាប់គាត់ clear បារាំង3ទៀតដែលយើងអាចប្រើដើម្បីមានន័យស្តៀងនឹង avoir du mal à avaler គឺ avoir du mal à encaisser យើងប្រើ clear នេះដើម្បីមានន័យថាមានភាពពិបាកនៅក្នុងការទទួលយកឬក៏ពិបាកទ្រាំទ្រអ្វីមួយដែលមិនល្អមិនគួរជាទីពេញចិត្តការទីទានការស្ដីបន្ទោសឬក៏ការពិតដែលតក់ស្លុតឬក៏អ្វីមួយដែលប៉ះពាល់ផ្លូវចិត្ត ne pas digérer quelque chose មានន័យថាមានភាពពិបាកនៅក្នុងការទទួលយកការពិតការស្ដីបន្ទោសការតែដៀលឬការផ្ដល់យោបល់ដែលយើងមិនយល់ស្រប peiner à accepter une vérité មានន័យថាមានភាពពិបាកនៅក្នុងការទទួលយកឬទទួលស្គាល់ការពិតដែលជាចាប់ឬប៉ះពាល់ផ្លូវចិត្តឬដែលផ្ទុយពីការរំពឹងទុករបស់ខ្លួន